បាទមានសួរពុកម៉ែបងប្អូនបាទសោកពេកទោសបាទគឺយឺតតិចដោយសារតែជាប់ការងារតិចជួបគេឲ្យរលុយបង់ធនាគារដែរបាទថ្ងៃ11ហើយបាទគៀកថ្ងៃហើយចុះបងប្អូនបង់ធនាគារហើយនៅនោះបាទហើយឥឡូវយើងចូលដល់វគ្គចុងក្រោយដែលបងប្អូនខមមិនថាអូយលោកសុផលស្មានណាបញ្ចេញគាត់ថាចូលឆែកមើលលោកសុផលចូល7 8ដងហើយបាទគឺមានបងប្អូនយើងតាមដានច្រើនណាស់បាទហើយនេះគឺនាទីចុងក្រោយដែលឲ្យភាមានសុខសុភាបានស្ដាប់បានយល់បាទយ៉ាងណាយ៉ាងណីគឺខ្លួនឯងហើយក៏យើងធំអស់ហើយក៏លែងមានអ្នកបដៅដែរបាទគឺត្រឹមតែបើកយ៉ាងណននេះហើយចប់ហើយយកទៅពិចារណាខ្លួនឯងហើយខ្ញុំក៏មានពេលទៅធ្វើការងារតិចតួចដែរបល័យតែតាមដានរឿងភាឯងហ្នឹងក៏អង្គនៅឆ្នាំងនៅកំប៉ុងក៏ចិត្តអស់ដែរបាទត្រូវកូនរៀនបងថ្លៃក៏ចិត្តដល់ដែរអញ្ចឹងសិតតែបន្ទុកអញ្ចឹងគឺថាវាពិបាកណាស់ភាអើយបាទលុយមិនមែនតិចទេហើយបងប្អូនយើងម៉ោងនេះអ្នកខ្លះបាទគាត់រកតែលុយបាទគឺថាអ្នកឃ្លាំងឡានដែលខ្ញុំស្គាល់នៅសៀមរាបធ្លាប់ហឺហាមួយថ្ងៃចាយ$500-600ណាបាទព្រលឹមឡាហូបបាយកកផ្ទះទេហើយតនេជួបគ្នាទៅអង្គុយនៅហាងកាហ្វេខ្ញុំសួរគាត់បាទមិនហៅកាទៀវហូបយកស្គាល់គ្នាតែអើយផលហើយកាទៀវអីម៉ោងនេះធនាគារបូមអស់ហើយរាល់ថ្ងៃនេះឲ្យតែមានលុយផឹកកាហ្វេណាឲ្យកូនរៀនវាជោគជ័យធំហើយបើសៀមរាបស្ងាត់ឈឹងមានភ្ញៀវមកពីណាមនុស្សអត់លុយទេបាទទុកលុយបង់ធនាគារហើយចឹងទេយើងគិតមើលយើងម្នាក់ក៏ស្ដាយជំនួសអភិដែរលុយបាទជាង200000បាទទៅទិញសម្រិតចាញ់បោកពួកនឹងរស៊ីសម្រិតបាទហើយឥឡូវនេះគឺខ្ញុំចេញវីដេអូឃ្លីបនេះគឺជាម៉ែដោះបាទម៉ែដោះផ្ទាល់ដែលមើលកូនឲ្យចក្រាចុងក្រោយចក្រាបោកម៉ែដោះខ្លួនឯងនឹងទៀតបាទអស់ប្រហែល$10,000រហូតដល់អាលុតអាលាយអាលីងអាលុតអស់ពាក់ធនាគារលក់ដីស្រែលក់អីទាំងអស់ហើយកូនក៏បាច់ខានបានរៀនអីទាំងអស់ចូលធ្វើការរោងចក្រដើម្បីយកលុយរសងដោះធនាគារគឺបំផ្លាញអនាគតគេទាំងស្រុងបាទហើយរហូតដល់តម្រាំដឹងក្តីថាចាញ់បោកចក្រារើផ្ទះរើទៅអស់លីងហើយខ្លួនឯងក៏ឈឺរ៉ាំរ៉ៃស្លាប់បាត់ទៅខ្ទង់5-6ឆ្នាំនេះឯងអញ្ចឹងទីទៀតបងប្អូនឃើញចក្រាហើយស្គាល់ហើយបាទស្គាល់គាត់ហើយអញ្ចឹងបានខ្ញុំបានបើកកកាយសាវតានៃមនុស្សខូចបាទមនុស្សខូចទោះវាទៅដល់ណាក៏វាមិនចោលក្បួនវាដែរដូចឆ្កែអញ្ចឹងបងប្អូនឆ្កែកាលណាវានៅតូចដូចបងប្អូនហូបសាច់គោជ្រូកសាច់គោអញ្ចឹងបាទឆ្កែហ្នឹងវាទឹមទៅខំទេទឹមខំបងប្អូនស្រែកអត់ទាត់វារត់តែបើឆ្កែចាស់បាទចាស់ភាសាហើយសម្មើហើយវាអោនត្រលខំសាច់គោកឹបបាទបងប្អូនទាត់វាសុខចិត្តសេចបាទក៏វាអត់ចោលសាច់គោដែរបាទគឺវាមិនប្រឡែងទេបងប្អូនយកតំបងវាយវា3ក្តោគោក៏ដោយក៏វានៅតែមិនប្រឡែងសាច់គោវានៅខំញញស៊ីយ៉ាងឯងបាទអញ្ចឹងយើងកលេចមកមើលសង្គមយើងដូចគ្នាមិនមែននិយាយទៅវាបានលុយខ្ញុំបានអីទេអា Facebook ខ្ញុំក៏គ្មានរកលុយបានដែរបាទ YouTube អីក៏រកមិនបានដែរវាបិទ block ខូចទីអស់ហើយបាទតាំងពីដើមមក Facebook គេលេងបានលុយខ្ញុំលេងអស់លុយហើយបងប្អូនឃើញ page របស់ខ្ញុំអ្នកខ្លះឆ្ងល់ថាមិនក៏ដាក់ទៅផ្ទុះច្រើនមែនមិនក៏គេមើលច្រើនបាទនាំសន្សំបាន1M ហ្នឹងគឺជាង1លាន100,000នាក់បាទដែល follow live page ហ្នឹងគឺប្រើ sponsor បាទប្រើ boot លុយបាទដូចយើងមើល page សម្ដេចធិបតីដែលគេលើកឡើងមុនគាត់ថា page គាត់ត្រឹមតែ 2-3M ក៏អស់រាប់$10,000ដែរឬពួកនោះថាអស់ជាង1លាននោះបាទហើយអញ្ចឹង page ខ្ញុំហ្នឹងអស់តាំងពីលេងមកចូល5-6 10ឆ្នាំនេះខ្ទង់$4,000 ទៅ$50,000ណា boot live page boot page ប៊ូសអត្ថបទអីផ្សេងទៀតអស់ច្រើនណាស់បាទគឺដើម្បីសង្គមដើម្បីឲ្យល្អហើយតែឥឡូវវាបានលទ្ធផលមកគឺ1Mដែលយើង page យើងធ្លាប់ប៊ូតលុយប៊ូតអីឲ្យបរោះអីញ៉ៃគឺ Facebook វាមិនអនុញ្ញាតឲ្យរកលុយទេបាទបើចេះរកលុយបាននេះបាទមកបានមួយខែតែ1000 1500 2000ហ្នឹងគាត់ចាយបង់ធនាគារស្រួលឥឡូវនេះគឺលុយអ្នកណាគេក៏និយាយពីលុយពិបាករកដែរអញ្ចឹងយើងឃើញថាទង្វើនេះគឺជាទង្វើឆោបោកហើយទង្វើបោកប្រាស់ហើយហេតុអីក៏ប្រាប់នៅមិនជឿណាអានេះដែលបងប្អូនយើងមហាជនយើងឆ្ងល់ថាឃើញដឹងតែបោកឯនៅ5ជឿបាទណាតាមពិតគឺវាមានរឿងអង្គហេតុរបស់វាគឺអាគមហើយចុងក្រោយដែលភានិយាយពីរឿងឲ្យតាសក់សអីលាចាក់សិក្ខាបទឈប់ពាក់ស្បង់នោះក៏អភិថាជាអ្នកប្រាប់ឲ្យទៅដើម្បីស្រួលងាយរកស៊ីតំណែងខ្ញុំស្ដាប់ទៅខ្ញុំគិតមកស្ទុះខ្ញុំថាអភិថ្ងៃក្រោយព្រោះអាតាកាចាស់នេះវាឃើញអភិមានឥទ្ធិពលអីគឺអភិល្បីល្បាញក្នុងសង្គមជា idol កាលណាវាកវលខួរភាបានឲ្យទៅផ្សព្វផ្សាយកាលណាមនុស្សនិយាយពីឃើញបងប្អូនឃើញភាថ្ងៃចូលឆ្នាំមិននិយាយពីរឿងទេវតាណាទេវតាស្អីណាចុះមកបានតែសិលឋានទេអីទេឃើញបណ្ឌិតអមរិនអ្នកដែលទៅសេពីគេហៅថាអង្គរសង្ក្រានអីសាវតាជាតិខាងសួងសិល្បៈស្ដីឲ្យគឺស្ដីគំនិតអភិគឺអត់យល់ទេថាតានឹងចង់ប្រើអភិនឹង
đôi chia bởi cái ta bây giờ chóm là được con khó dân thời ngọt ngọt thời ru luôn anh ọt bị cha nè ai cái cha năng dây luôn anh tới hơi luôn anh mấy một dây pat này luôn anh ọt min mùa than tê chân bánh chân vậy ta bởi dương chỉ nè chiếng dương đang được chiếng tư ba cái chua dương chiếng hay bởi ta dây bị sasna bởi dương chân cho bạc hàng nắng dương rô nè đại bạc cái buộc nông sasna bật bạc cọt na miền đặt cu sập hiệp giọt sinh diệt na đại ban từ riêng chọc mình đất nước Oxford na song bong phần xem na sắp tới nè bua riêng nước nông sản nè vừa nay là dương mấy cổ tây chia pi ca là cái prap đòn hay pi đòn là lấy nhom giấy ở kiểm chụp giấy chào này nhom bà hai nhà video bao vàng non đi hơi cứ phlưu này rồi bà tại cái bao hồi miền này chưa phi anh mà rồi quan đòn đây là tập phò trong ra tại lôi đi bà chẳng lấy đắp tam ca cua hồi chặt bị mau này tới dương lên giấy chào này bà bố mình nước thông hơi sẽ phèm một cô lấy đào bọc luôn này từ cái mà hai chân cái dây là hốt đó là ra chùm riêng là cái lực tập chất luôn này nơi để mình vô đo chùm lại năng tiết là khiêm bằng hang bị cái hai thà chiếm pet bay kha bà lấy bộ oi bom ồn mơ hay bom mơ hay pan năng hai nơi mình vô tiết bà bị chọc thầm năng mình nước vừa vậy ấy chẳng tam tận nào bà ở cồn chắc là hơi bầu mãi như mũi bệnh mai đó mới biết chiếc hành lôi cắt vào môi thì câu nâng ba này mau nâng cư chắc là dục nâng ngon chắc là dục nâng ngon mà cái thì chơi lại việc thua rất biết ai snow việc biết ai mà chỉ riêng mặt riêng cứ việc đặt trong vòng đầu ra nó đặt này ai việc cắt này mặt ai là việc tay ai mà chỉ riêng nâng nào bắt đặt này chỉ việc thưa để người ta tốt hay là bà vô lưới tầng quan tới nó mấy bây giờ lưới tầng quan tới nó việc tha môn bông sức liêng lưới khăn do tới nó việc nhân lưới khăn lưới bò là tên của ảnh chuyên chiết spy khăn đó nghe việc nhân lưới khăn mau tầng đông mà đông ba do đã là tầng bạch đó nghe hay về do lưới nó hay về thưa thà là lưới nó liêng bán trai bán bom lưới nó liêng bán trai bán này là lưới nó mong anh từ tình cảm rất hết liên cái đằng mà rồi bà bị thương lưới á ở cái đằng mà rồi ba cái tình cảm tung sắc cái tình cảm tung sắc có ba cái liếng máu do từ tình cảm nhân tham người khai lưới liêng người đây nè cái do riêng tình cảm ba máu ao bây giờ mà sắp đọc là cả sắp đọc là hay là bên trong đó ăn của màn cuộn ôi bà học lôi cháo nó thắp vào môi thì con anhมันthưa ca nó của man nó liên lôi chọi chắc là cho bà hay bị chơi giọt đặt cái thằng đặt từ cái cài lôi nó thưa chỉ nuôi ao kì trong bali nó cái cài nhá cái trong bali mình khoai chua khoai ấy cái trong bali à lại nó ấy hay lôi cái nó bỏ ai thì thoát lôi ao mơ không khleang lôi nó khleang nó trao nặng hà sa trong nó cái tầm lắc lôi mà ao dương trong đặt tinh hay bỏ anh trong co sang quạt trong co sang xả lá liên mà anh trong cơ là bom quạt ấy thì miên tạm chất ngon cứ cái chui mà anh đầu xoay và quát ngon lôi nước ngoài trong do thầy cái đặt lôi nó cái đặt lôi ở ba chữ chắc ba cái là đó do lôi ở chặt ra giật nó ngon do từ lôi ở chặt ra giật họ đỏ pe trời máu bạch năm thạc pe là lôi do dương tây nó đặt hai bên dây tu sạch một dương đặt ok do đặt lôi trên ô làm bích của miền nam lôi vào do từ đồng đặt lôi đặt tới mùi việt đỏ pe hết dương chơi máu việt bọt từ mình việt từ bọt lôi nó quên máu đỏ chơi máu việt ban lôi một tập đồng việt trai à lôi dương do đặt nó còn ba tập đọt luôn trên đầu xoay và bọt ngon tao ba chân nó chắc ra nó hay lục ruột chết nó chết hết nó cũng chẳng bảo cho quạt con này mà một kẹt quạt đặt con quạt thôi đó là sạchประมาณ1 สิงหาคมจัดเบาจมูกเรียนมวยปลานั่นนะจมูกจัดกระยุดนั่นนะหมายปราบเตยจะใช้ไม้จะไม้ดอกน้ำใบมือโกงไงเรียนนั่นช่วยมือไอ้ปลานั่นเฉียดได้สักมองเดียวมองได้สักมาจัดกระยุดกูปลาเนี่ยน้ำมาเมาลุยthìเนี่ยชื่อแจ๊กจมูกquạtให้ตีนั่นไปกระลานั่นดอกตั้งตีนชิงใส่ใส่quạtแบบสตัดเครื่องหลังกาดอกย่อลินดำใบถางกับปลาห่อนั่นก็จะเรียกวันซ่อมกับเลยละบอกในถางยืมอ่านกับกอซานกับเตเจี๊ยบยืมโยเมาចូលក្នុងវត្តថាបាលលុយនឹងដាក់តម្លាក់យន្តហោះឲ្យសពបែបសពយ៉ាងអ៊ីនឹងជឿគាត់ដោះរបស់ឲ្យលៀងមកអ៊ីនឹងមកដូចនិយាយណាប្រេកឡាហ្នឹងហើយគឺម៉ែស្គាល់គាត់ច្បាស់វាភ្លេចឈ្មោះគាត់វាយូរពេកគាត់ហ្នឹងចង់ទៅវាក្បត់ដៃពាក់អាវខ្វាសេមិនពាក់អាវដូចយើងអាវធម្មតាទេតែវាចិនទៅនុយអាស្បែកជើងទ្វាវាហើយនឹងអាវវាហ្នឹងគឺអាវខ្វាសេដាក់តម្លាក់ដៃខាងដើរធ្វើប៉បងបោយប៉ាត់នឹងមានអំធៀងទេវាទៅនុយមកមែនវានឹងហៅទេដល់ទៅនងទៅប្រទេសក្រៅអញ្ចឹងណាអាចក្រាយុកនឹងហើយម៉ែចូលម៉ែដោះឲ្យគ្រប់ម៉ែណានឹងហើយគ្រប់ម៉ែណាម៉ែមន់មកហុកពីសុកពីស្រែមកនាំលុយដល់រត់រយប៉ាដល់រត់រលុយប៉ាត្រូវការប្រហែលអាចក្រាយុកនឹងម៉ែទៅរកបងប្អូននេះទៅកុំតែរត់ចាក់ប្រមោលហ្នឹងហើយទៅចាំខ្សែសុកដីធ្លីឲ្យដល់សាងអាចក្រាយុកនឹងម៉ែប្រាប់ខ្លួនឯងច្បាស់ទៅប្រាប់ទៅរូបឯងខែដល់ក្រោយមកពួយពុតដឹងប៉ាដឹងអារឿងវាយកលុយពីប៉ាបានតែ10000យកទៅដាក់នៅអូឡ িম্প ពិកហ្នឹងយកទៅដាក់លុយទៅប្រទេសក្រៅ
វាតែមកយើងវាតែជួអាណាផងយើងមិនដឹងវានិយាយតាំងពីអង់គ្លេសអីទៀតទេប៉ាអត់ចេះអង់គ្លេសនោះវានិយាយសិតតែពីអង់គ្លេសអីទៀតដល់ពេលអញ្ចឹងប៉ាមិនជឿជាក់ឲ្យលុយវាយកទៅឲ្យប្រពន្ធកូនណាយកទៅដាក់មែនដាក់ឲ្យដល់យើងចេញមកនេះបានក្រោយមកសើបដឹងថាវាដាក់ឲ្យវាទៅដកលុយហ្នឹងដកលុយហ្នឹងវិញវាដើរចាយដើរផឹកស៊ីចូលហាងវាទិញមាសប្រពន្ធវាឲ្យធ្វើវាអស់ចានឹងអស់ចាមួយដូចថាអស់ចាខ្លាំងហ្មងហើយមានតែម៉ែណាចាញ់បោកពេទ្យវុតហើយនឹងអ៊ីនោះស្ថាទីគេកបះហ្នឹងគេដឹកអាស្អីហ្នឹងមកហ្នឹងយើងយកមកដើម្បីរដ្ឋាភិបាលហ្នឹងបញ្ចូលឈ្មោះយើងក្នុងហ្នឹងហើយយើងទៅដកលុយបានចេញមួយកសាងមួយគេអាពេលឈ្មោះចាក់ក្រាយុទ្ធចាក់ក្រាយុទ្ធហ្នឹងកបុតដៃមកខាងឥឡូវក្មួយជម្រាបសួរក្មួយលោកក្មួយខ្ញុំជាជនរងគ្រោះមួយដែលជួបការលំបាកយូរដែរយូរឆ្នាំមកហើយដែលចាក់ស្គាល់ចាក់ក្រាយុទ្ធហ្នឹងគឺខ្ញុំស្គាល់ច្បាស់ណាស់គាត់ប្រកែនិយាយស្ដីគាត់ប្រកែទ្រឹស្ដីខ្ពស់បោកប្រាស់ឲ្យប្តីឲ្យប៉ាមីទូខ្ញុំនឹងលួងតាមគាត់ស្ដាប់គាត់ជឿជាក់លើគាត់អ្វីគ្រប់បែបយ៉ាងទោះបីតែខ្ញុំជាប្រពន្ធនឹងនិយាយថាឲ្យគាត់ឈប់ទៅព្រោះលុយរលែងបានហើយររហូតលក់ស្រែប្រចាំដីភូមិសពបែបយ៉ាងខ្ចីលុយធនាគារស៊ីលីដាទៀតឥឡូវហ្នឹងកូនឲ្យឈប់រៀននោះហើយកូនមកធ្វើការដើម្បីយកលុយបង់ប្រាក់ធនាគារស៊ីលីដាដើម្បីគាត់យកលុយឲ្យចាក់យុទ្ធធ្វើការធ្វើវិនិយោគទុននាំលុយពីប្រទេសក្រៅចូលមកដើម្បីជួយជាតិដើម្បីជួយរដ្ឋនឹងហើយចង់បងឯងទៅមុខទៀតបងឯងខ្លាចជាអ្នកមានបងឯងនឹងកសាងចង់កសាងសាលារៀនក៏ដោយកសាងមន្ទីរពេទ្យឬក៏កសាងវត្តអារាមដបងវត្តអីក៏ដោយគឺអត់ខ្វះទេធ្វើវិនិយោគទុននាំលុយពីប្រទេសក្រៅមកចង់បងឯងពេលហ្នឹងបងឯងត្រូវដាក់ទុនដាក់លុយដើម្បីខ្ញុំធ្វើការនៅប្រទេសក្រៅនាំយកលុយវិនិយោគទុននឹងមកចង់បងឯងកុំស្ដាយតិចទៀតយើងបានផលមកវិញហើយអញ្ចឹងខ្ញុំចេះតែស្ដាប់ប្តីចេះតែតាមគាត់ជឿគាត់ខ្ញុំចេះតែរត់រលុយខ្ញុំរប្រចាំស្រែប្រចាំដីភូមិរហូតដល់ខ្ញុំចៃស៊ីលីដាទៀតខ្ញុំអស់លទ្ធភាពខ្ញុំឲ្យកូនខ្ញុំឈប់រៀនទាំងអស់ដើម្បីយកប្រាក់ខែធ្វើរោងចក្រយកបងឲ្យធនាគារស៊ីលីដាអស់ច្រើនណាស់តែខ្ញុំមិនអាចចាំបានព្រោះខ្ញុំគាត់ត្រូវការប្រហែលខ្ញុំចេះតែរត់រលុយឲ្យគាត់ត្រូវការប្រហែលចេះតែរត់រលុយឲ្យគាត់ធ្វើការជាមួយចក្រយុទ្ធហ្នឹងចាគឺការពិតខ្ញុំនិយាយនេះអត់មានពាក្យបំភ្លើសទេតែខ្ញុំមិនបានចាំថាលុយនោះអស់ប៉ុន្មានទេព្រោះអីគាត់ត្រូវការប្រហែលចេះតែរកឲ្យចេះការត្រូវការប្រហែលចេះតែរកឲ្យគាត់ហើយខ្ញុំមិនបានកត់ទុកថាថ្ងៃនេះខែនេះចំនួនប៉ុណ្ណេះថ្ងៃនោះចំនួនប៉ុណ្ណោះអត់បានចាំទេចានឹងខ្ញុំនិយាយតាមការពិតឥឡូវនឹងខ្ញុំនិយាយមិនទាន់ចប់អស់ទេហើយខ្ញុំធ្លាប់គាត់ជួបការលំបាកណាគាត់នៅបរិយាកាឡាហ្នឹងគាត់នៅអាគារបាក់បែកអាគារចាស់មិនមែនអាគារឡើងថ្មីទេអាគារចាស់បាក់បែកហ្នឹងគាត់នៅក្នុងជួលមួយខែ50គាត់អត់មានអង្គខ្វះអង្គអញ្ចឹងខ្ញុំនឹងងយខំយូខំទូលខំអូសទីអង្គហ្នឹងឡើងទៅលើជន់ឲ្យដល់កន្លែងគាត់ផ្ទះគាត់នៅលើអាគារហ្នឹងអាគារចាស់បាក់បែកហ្នឹងចាហើយខ្ញុំធ្លាប់ពេលគាត់កូនខ្ចីឆ្លងទលេហើយកូនខ្ចីខ្ញុំនៅជួយថែជួយមើលកូនគាត់ដល់ពេលហ្នឹងគាត់ធ្វើច្រមុះទៅតាំងប្រពន្ធហើយគាត់ធ្វើច្រមុះប្តីទៀតគាត់កាត់ភ្នែកកាត់អីគាត់ហ្នឹងហើយចាខ្ញុំធ្លាប់នៅជួយមើលថែកូនគាត់ហើយគាត់ទៅណាក៏យកខ្ញុំទៅតាមដែរយកទៅតាមឡានគាត់ហ្នឹងទៅការហូបចុកអីហ្នឹងចេះតែទៅដើរលេងមួយគាត់ចឹងហូបមួយគាត់ចឹងគាត់ទិញឲ្យហូបគាត់នៅស្រឡាញ់ប៉ាវានៅអីហ្នឹងជឿជាក់គាត់ថាគាត់ប៉ិនហ្មងគាត់ធ្វើតែយើងជឿជាក់គាត់ទាំងអស់ប្រហែលអស់ពីខ្លួនពីប្រាណអត់សោកស្ដាយទេតែផ្ទុយទៅវិញគឺអត់បានអីទាំងអស់មានតែការឈឺចាប់មានតែការបបាក់ក្នុងខ្លួនគាត់កើតជំងឺ stress រហូតគាត់រីងរៃគាត់រហូតដល់ស្លាប់ទៅឥឡូវគាត់ស្លាប់ទៅបាត់ហើយបើគាត់នៅគាត់ដឹងថាចក្រយុទ្ធនៅទីណាគាត់នឹងរកនឹងនិយាយហើយតែគាត់ពេលគាត់ស្លាប់ទៅអត់ដឹងថាគាត់ទៅណាទេចក្រយុទ្ធបាត់ឈ្មោះបាត់សម្លេងពេលខ្ញុំស្គាល់គាត់ហ្នឹងមិនមែនគាត់តែស្គាល់នៅភ្នំពេញទេគាត់បានទៅលេងដល់ស្រុកកំណើតខ្ញុំទាំងប្តីប្រពន្ធទៀតចាទៅលេងដល់ស្រុកកំណើតខ្ញុំហើយគាត់សួរខ្ញុំអញ្ចឹងខ្ញុំមានដីមានអីអញ្ចឹងមានដីជាប់ខ្នល់មានអីអញ្ចឹងខ្ញុំគាត់ចេះតែត្រូវការលុយអញ្ចឹងខ្ញុំចេះតែលក់នឹងឲ្យលក់ហើយខ្ញុំប្រចាំដីភូមិដីអីទៀតខ្ញុំខ្ចីស៊ីលីដាផងចេះតែរកឲ្យគាត់តែគាត់ថាខ្ញុំនឹងវាអត់បានកត់អត់បានចាំថាលុយយកម្ដងប្រហែលព្រោះអីអង្គតប៉ាវានៅរស់ខ្ញុំមិនដឹងថាគាត់ស្លាប់ចឹងឯណាអញ្ចឹងរឿងអ្វីគាត់ធ្វើមជីធ្វើក្តារស្នាមអីតែជាមួយគ្នាចក្រយុទ្ធនឹងខ្ញុំធ្វើមិននៅចាំតែគឺខ្ញុំអស់លេងអាលឹករហូតកូនលែងបានរៀនសូត្រអីទាំងអស់ចុះទៅធ្វើការរោងចក្រទៅដីរោងចក្រដើម្បីយកលុយបង់ឲ្យស៊ីលីដាធនាគារស៊ីលីដាដោយសារខ្ញុំខ្ចីលុយឲ្យប៉ាវាហ្នឹងគាត់ធ្វើការជាមួយចក្រយុទ្ធហ្នឹងចាខ្ញុំស្គាល់គាត់ច្បាស់ណាគាត់ដៃមួយខាងគាត់ទម្លាក់តែដៃអាវមកគាត់ដើរដាក់អាវពុនលើស្មានឹងរហូតពាក់ស្បែកជើងខ្វាសក់គាត់ទាំងគាត់ផ្លុំទៀតផ្លុំសក់គាត់ធ្វើខ្លួនណាគាត់ពិការមែនតែគាត់កលិបណាគាត់ជំនឿកលិបម្នាក់អញ្ចឹងគាត់ធ្វើសង្ហាធ្វើដូចអ្នកធំអញ្ចឹងគាត់បោកការបោកប្រាស់របស់គាត់ទាំងវើដែលគាត់ធ្វើនឹងគឺយើងជឿជាក់គាត់ហ្មងព្រោះគាត់ធ្វើសម្ដែងឲ្យយើងជឿជាក់ថាគាត់ជាមនុស្សម្នាក់ដ៏អស្ចារ្យអញ្ចឹងបានខ្ញុំអស់លេងពីខ្លួនខ្ញុំអស់លេងមែនលោកក្មួយហើយលោកក្មួយប៉ាវាទៅជាវាឈឺចាប់រីងរៃរហូតគាត់ស្លាប់ចោលខ្ញុំបាត់គាត់បាក់ចិត្តគាត់ចិត្តផ្លាក្រទៅអាដីប្រចាំគេផងលោកផងអាកូនក៏មិនបានរៀនសូត្រធ្វើរាជការមន្ត្រីអីគេដែរគឺឈប់រៀនតែដេរោងចក្រធ្វើការងាររោងចក្រដើម្បីយកលុយសំធនាគារខ្ចីធ្វើការជាមួយគាត់វិនិយោគទុនពីប្រទេសក្រៅនាំមកលុយខ្វះទេតិចទៀតគាត់ថតឲ្យមើលឃ្លាំងលុយឃ្លាំងអីទៀតសពបែបយ៉ាងគាត់ជឿចាក់ណាស់គាត់ខ្ញុំនិយាយមិនគាត់មិនឃើញបានលុយឯងហើយឈប់គាត់មិនជឿខ្ញុំទេស្ដាប់ខ្ញុំទេគាត់តាមចក្រយុទ្ធទាំងអស់ឡើងលងខ្លួនរហូតដល់ឈឺចុកចាប់រីងរៃស្លាប់